រឿងពិតនៃទីហ៊ានថៃឆ្លៀនពៀនទឹកដីកម្ពុជាដូចគ្នាតែខ្មោចទីហ៊ានវាំងថៃមានវាសនាខ្ពស់ជាងខ្មោចទីហ៊ានតាមខេត្តជាប់ដីខ្មែរថ្ងៃនេះគេឃើញមានរដ្ឋមន្ត្រីក្រសួងការពារជាតិមេបញ្ជាការកងទ័ពជើងគោកនិងជើងទឹកនិងជើងអាកាសថៃព្រមទាំងអ្នកមានមុខអ្នកការជាច្រើនទៀតបានចូលរួមបុណ្យខ្មោចទីហ៊ានថៃម្នាក់ដែលបានស្លាប់ដោយសារតែចូលមុខឆ្លៀនពៀនទឹកដីកម្ពុជានេះជាលើកទី1ហើយដែលគេឃើញមានឋានៈដឹកនាំជាន់ខ្ពស់នៃយោធាថៃមកចូលរួមបុណ្យសពខ្មោចទីហ៊ានម្នាក់យ៉ាងអធិបអធមបែបនេះតាមពិតខ្មោចទីហ៊ានថៃម្នាក់នេះមិនមែនមានតំណែងធំខ្ពង់ខ្ពស់អីជាងទីហ៊ានឆ្លៀនពៀនផ្សេងនោះទេតែរូបគេជាកងសេនាប្រចាំវាំងថៃដែលស្ដេចថៃបានបញ្ជូនឲ្យមកចូលប្រយុទ្ធឆ្លៀនពៀនទឹកដីកម្ពុជាតាមដំណឹងមកពីថៃគេប្រឹងលាក់កំបាំងអត្តសញ្ញាណទីហ៊ានរូបនេះណាព្រោះខ្មាស់ខ្មែរហើយតាមដំណឹងមកទៀតគឺខ្មោចទីហ៊ានថៃម្នាក់នេះស្ថិតនៅក្នុងព្រៃដែនដីទឹកដីខ្មែរដែលពួកគេចូលឆ្លៀនពៀននៅឡើយមិនបានយកទៅធ្វើបុណ្យផងទេអញ្ចឹងហើយបានពួកគេដឹកនាំឆ្លៀនពៀនថៃប្រឹងលាក់ខ្លាំងម្លេះយ៉ាងនេះឃើញទេគ្មានខ្មោចយកទៅធ្វើបុណ្យផងទេតែគេធ្វើពិធីយ៉ាងអធិបតេយ្យណាស់រីឯទីហ៊ានតាមខេត្តជាប់ព្រំដែនខ្មែរវិញពួកគេបើកយកខ្មោចចេញទៅវិញបើខ្ចប់យកទៅកប់ចោលដូចសត្វធាតុបើយកខ្មោចមិនបានវិញគេបោះចោលអន់ជាងសត្វធាតុទៅទៀតមិនតែប៉ុណ្ណោះគឺពពួកមេដឹកនាំឆ្លៀនពៀនខំបោកប្រាស់កុហកសាច់ញាតិក្រុមគ្រួសារថាសាច់ញាតិរបស់ពួកគេដែលជាទីហ៊ានកំពុងប្រយុទ្ធលើសមរភូមិនៅឡើយទាំងការពិតបានបាត់អស់លើពីផែនដីទៅហើយនេះហើយជារឿងពិតដ៏សង្វេគនៃពពួកទីហ៊ានឆ្លៀនពៀនខ្មែរឆ្លៀនពៀនដូចតែគ្នាតែវាសនាខុសគ្នាស្រឡះថាពេលនៅរស់ទៅចុះក្រែងលោវាសនាខុសគ្នាតែស្លាប់ទៅជាខ្មោចទៅហើយនឹងក៏នៅតែមានវាសនាខុសគ្នាដែរ